មនុស្សធម្មតាឡើងចដាមរងមកកម្មនឹងឯមនុស្សធម្មតាឡើងចដាមរងមកចំហៀនគួរថាឡើងចដាមរងមកកម្មនឹងឡើងចដាមរងមកចំហៀនវាខុសគ្នាមិនហ្នឹងហើយដោយថាចដាគេធ្វើមកដើម្បីឲ្យយើងឡើងស្រាប់ហើយប៉ុន្តែក្នុងការឡើងភាគច្រើនគឺយើងឡើងរងមកកម្មទៅអត់ហ្នឹងហើយបើអ្នកដែលគេមានចំហៀនវិញគាត់ឡើងម្ដងអាចจะផ្លោះពីវិកម្មទៅមកកម្មពីកម្ម3កម្មអីចឹងទៅបើថាអ្នកចំហៀនខ្លីទោះបីអ្នកចំហៀនខ្លីមិនក៏ត្រូវឡើងឲ្យបានមកកម្មទៅអត់ហ្នឹងហើយវាមានកន្លះកម្មមកយើងឡើងទេហ្នឹងហើយហើយចង់ចំណុចនេះដែរខ្ញុំចង់និយាយទៅលើគេហ្នឹងហើយខ្ញុំចង់និយាយថាចដាគេបានសាងសង់មកហើយគេធ្វើមកហើយគេធ្វើមកដើម្បីឲ្យយើងឡើងហ្នឹងឯងប៉ុន្តែនៅពេលដែលយើងឡើងហ្នឹងយើងក៏បានចាញ់ព្រៀបដែលធ្វើចដាដែរចាញ់ព្រៀបយ៉ាងម៉េចចាញ់ព្រៀបថាចេះចដាគេធ្វើមកថត10កម្មបើសិនអ្នកនរគ្នាឡើងម្ដងកម្មអញ្ចឹងហើយអ្នកធ្វើចដានឹងអាចទេថាអ្នកនរគ្នាប្រើ10ជំហានដើម្បីឡើងចដា10កម្មត្រូវទេយល់វិញខ្ញុំយល់គឺគេអាចទេដឹងអំពីថាអ្នកទាំងអស់គ្នានឹងធ្វើអីអ្នកនរគ្នានឹងធ្វើតាមដែលគេកសាងហើយឯងគឺយើង follow ទៅតាមអាចដាដែលគេធ្វើមកអញ្ចឹងមានថាគេអាចទេបានថាយើងនឹងគឺប្រើប្រាស់10ជំហានដើម្បីឡើងចដា10កម្មនឹងយល់ទេហើយមួយទៀតគេអាចដឹងពីថាអូខេអ្នកប្រើពេលវេលាប្រហែលដើម្បីឡើងដោយសារគេគេអ្នកហើយបើសិនអ្នកឲ្យឡើងម្ដងមួយកម្មអូខេក្នុង10កម្មអ្នកទាំងអស់គ្នាចំណាយពេល1នាទីអញ្ចឹងហើយគេអាចដឹងពីគោលដៅរបស់យើងគេដឹងពីចេតនារបស់យើងអញ្ចឹងហើយអ្នកសាងសង់ចដាហ្នឹងអាចដឹងថាយើងនឹងប្រើពេលប្រមាណដើម្បីឡើងប្រើប្រមាណជំហានដើម្បីឡើងគេដឹងអស់យល់អត់ប៉ុន្តែបើយើងអត់ឡើងម្ដងកម្មទៅតាមអ្វីដែលគេកសាងនេះទេទៅតាមចដាដែលគេកសាងទេគឺយើងឡើងម្ដង2កម្មឬក៏ម្ដង3កម្មឬក៏ម្ដង4កម្មច្បាស់ណាស់អ្នកធ្វើចដាហ្នឹងគឺអាចទាយត្រូវទេថាយើងឡើងម្ដងប្រមាណកម្មចោះថាគេដឹងទេថាយើងនឹងប្រើប្រមាណជំហានដើម្បីឡើងចដា10កម្មគឺគេទាយត្រូវទេយល់អត់គេទាយត្រូវទេហើយមួយទៀតគេអត់ទាយត្រូវទេថាយើងប្រើពេលវេលាប្រមាណដើម្បីឡើងដោយសារគេយើងឡើងម្ដង3កម្មម្ដង4កម្មទៅគេទាយត្រូវទេអ្នកផ្សេងគេអាចឡើងម្ដងកម្មប្រើពេល1នាទីអាហ្នឹងទូទៅគេគណនាមកហើយប៉ុន្តែបើអ្នកអស់គ្នាឡើងម្ដង3កម្ម4កម្មច្បាស់ណាស់អ្នកអស់គ្នានឹងប្រើពេលលឿនជាមនុស្សធម្មតាប្រើពេលលឿនជាមនុស្សទូទៅអញ្ចឹងហើយអ្នកដែលធ្វើកម្មចរាយើងឡើងហ្នឹងច្បាស់ជាទាត់ត្រូវគ្នាថាយើងប្រើវេលាប្រមាណជំហានដើម្បីឡើងមកគឺទាត់ត្រូវទេអញ្ចឹងហើយយើងមានជាហៅថាយើងអត់ចាញ់ព្រៀបអ្នកធ្វើចរាយល់ទេអាហ្នឹងខ្ញុំចង់និយាយចឹងរឿងការឡើងដើរឡើងចរាហ្នឹងប៉ុន្តែមួយវិញទៀតបើសិនជាជំហានអ្នកអស់គ្នាខ្លីអ្នកអស់គ្នាអាចឈានម្ដង3កម្ម2កម្មដូចគេឯងអ្នកដែលអត់ខ្លាំងទេអ្នកនរគ្នាអាចទៀបជាងស្តង់ដាគេថាមនុស្សស្តង់ដាគេដើរម្ដងមួយហ៊ានដល់តែអ្នកនរគ្នាអាចទៀបជាងស្តង់ដាអ្នកអាចទៀបជាងមានន័យថាយើងដើរម្ដងកន្លះកម្មហ្នឹងហើយឡើងម្ដងកន្លះកម្មវាអត់តាន់គេហ្នឹងហើយអញ្ចឹងហើយតាកតងរឿងដែរបើយើងដឹងថាខ្លួនឯងថានៅក្រោម standard នៅក្រោមស្តង់ដាអញ្ចឹងហើយយើងព្យាយាម follow ទៅតាមស្តង់ដាទៅប៉ុន្តែបើយើងដឹងខ្លួនឯងថាយើងវាខ្ពស់ជាងស្តង់ដាយើងក៏គួរតែកុំ follow តាមស្តង់ដាយើងត្រូវធ្វើអីឲ្យខ្ពស់ជាងស្តង់ដាយល់អត់ដើម្បីឲ្យយើងវាទៅដល់មុនអ្វីដែលគេកំណត់ឲ្យយើងយល់ទេខ្ញុំយល់អានេះមិនមែនតែរឿងឡើងចដាទេអ្នកនរគ្នាគួរតែចូលថាខ្ញុំកំពុងតែនិយាយពីគេគ្រប់រឿងគ្រប់អីដែលយើងធ្វើរឿងទាំងអស់គឺមានអ្នកខ្លាំងអ្នកខ្សោយមានអ្នកមធ្យមតែយើងដឹងថាខ្លួនឯងប្រកែហើយកុំទៅធ្វើដូចជាអ្នកមធ្យមយល់ទេហើយមកសួរត្រង់នេះសួរថាដល់ពេលអញ្ចឹងមានអ្នកសួរថាហើយយើងធ្វើមិនទៅដើម្បីថាដឹងថាយើងនឹងជាអីអ្វីប្រកបជាមនុស្សជំហានខ្លីឬជាមនុស្សជំហានធម្មតាឬជាមនុស្សជំហានវែងតាក់ទងរឿងណាយើងត្រូវមកសួរខ្លួនឯងថាត្រូវស្គាល់ខ្លួនឯងនៅដំបូងគឺត្រូវស្គាល់ខ្លួនឯងហ្មងហើយតាក់ទងរឿងការស្គាល់ខ្លួនឯងនេះខ្ញុំក៏ពិបាកប្រាប់ដែរថាអ្នកនរគួរស្គាល់ខ្លួនឯងពីណាប៉ុន្តែព្យាយាមមើលពីសកម្មភាពខ្លួនឯងបច្ចុប្បន្នទៅថាយើងកំពុងធ្វើអីគេដែលចូលចិត្តធ្វើអីគេដែលប្រកែយើងចូលចិត្តអីគេហើយចូលចិត្តហ្នឹងយើងប្រកែឬអត់អាហ្នឹងមកដល់រឿងការស្គាល់ខ្លួនឯងអញ្ចឹងហើយដើម្បីដឹងថាគួរឡើងចដាម្ដងកម្មតាមអ្វីដែលគេធ្វើឬក៏ឡើងម្ដងមកជំហានតាមអ្វីដែលខ្លួនឯងមានអាហ្នឹងសាកយកទៅគិតមើលខ្លួនឯងទៅអាហ្នឹងវាស្រេចទៅលើការស្គាល់ខ្លួនឯងថាយើងជាមនុស្សជំហានវែងឬជាមនុស្សជំហានខ្លីយកទៅគិតមើលទៅ